วิธีซะช่วยเอาไปยืมចាស់ទៅកុំឲ្យវិញឲ្យអីចឹងណាចង់ប្រើពាក្យថាធ្វើយ៉ាងណាកុំឲ្យខ្លួនឯងនឹងឆាប់វិញពេលចាស់ទៅជាទូទៅមនុស្សយើងម្នាក់មិនថាដល់អាយុចាស់ហើយស្ថឹមតែខ្ញុំខ្សែជាងហ្នឹងក៏មានបញ្ហាខារាំងភ្លេចភ្លាំងច្រើនចឹងណាចាតាមវិទ្យាសាស្ត្រនេះខ្ញុំធ្លាប់ស្ដាប់ពេទ្យគេនិយាយបែបវិទ្យាសាស្ត្រមកយើងស្ដាប់ពិចារណាទៅវាល្អប្រសើរដែរតកតងនឹងការអានសៀវភៅមិនថាការអានសៀវភៅបែបណាឯងបងប្អូនគ្នាឲ្យតែបងប្អូនគ្នាព្យាយាមអានសៀវភៅជាសៀវភៅអប់រំជាសៀវភៅគេហៅថាប្រវត្តិសាស្ត្រឬជាមេរៀនអីផ្សេងក៏បានដែរឲ្យតែយើងបានអានពិសេសមនុស្សដែលចាស់ឲ្យគាត់អានទៅកាន់តែច្រើនកាន់តែល្អទោះបីជាពួកគាត់អានទៅមិនយល់ក៏ដោយឲ្យតែបានអានកាលណាអានទៅខួរក្បាលយើងនេះវាមានដំណើរការអញ្ចឹងណាចាហើយនេះខ្ញុំធ្លាប់ស្ដាប់លោកពូជាដុកទ័រម្នាក់គាត់បានប្រាប់ដែរការអានកាន់តែច្រើនគឺជួយឲ្យយើងមានការចងចាំបានល្អហើយពេលចាស់ទៅអត់ងាយភ្លេចភ្លាំងទេអញ្ចឹងអាហ្នឹងសារៈសំខាន់នៃការអានហើយក៏អាចបូកផ្សំជាមួយការស្ដាប់ដែរបងប្អូនទាំងអស់គ្នាការស្ដាប់និងការអានចាស្ដាប់ច្រើនអានច្រើនគឺល្អហើយស្ដាប់ច្រើនអានច្រើនហ្នឹងល្អនេះខ្ញុំសូមឲ្យមានការជ្រើសរើសផងដែរការអានយើងអាចអានសម្រាប់មនុស្សចាស់អានបែបណាក៏អានទៅពួកគាត់ចាស់ពិបាកក្នុងការគីឡូអានសភៅស៊ីជម្រៅពិបាកយល់អញ្ចឹងណាអានបែបសភៅធម៌អានបែបសភៅបែបងាយក៏បានដែរប៉ុន្តែការស្ដាប់សម្រាប់វ័យយើងក្មេងៗវ័យដែលកំពុងសិក្សាក៏ដោយវ័យដែលកំពុង30 40អី50ក៏ដោយគួរតែជ្រើសរើសនៃការស្ដាប់ឲ្យបានល្អស្ដាប់បុគ្គលណាដែលគាត់ចែករំលែកពីបញ្ហាការរស់នៅប្រចាំថ្ងៃការអភិវឌ្ឍខ្លួនភាពគឺថាចំណេះដឹងទូទៅបញ្ហាសុខភាពពីបញ្ហាសង្គមរស់នៅឬក៏នយោបាយអីយើងត្រូវស្ដាប់ហើយចេះគិតពិចារណាមិនមែនទេតែស្ដាប់រឿងដែលអត់ប្រយោជន៍សោចខ្លាំងសបាយហួសហេតុពេកអាហ្នឹងក៏វាអត់ល្អដែរធ្វើឲ្យចិត្តយើងវាកើតតែលោភៈទេអញ្ចឹងណាចាអញ្ចឹងសម្រាប់តាមដែលខ្ញុំស្ដាប់ពេទ្យយើងគួរតែស្ដាប់ច្រើនអានច្រើនហើយដូចនេះខ្ញុំលើកឡើងអញ្ចឹងស្ដាប់ច្រើនអានច្រើនយើងគួរតែចេះជ្រើសរើសផងដែរសម្រាប់ខ្ញុំវ័យនេះខ្ញុំចាប់ផ្ដើមភាគច្រើនខ្ញុំស្ដាប់បែបធម៌អប់រំចិត្តហើយនឹងស្ដាប់បុគ្គលដែលគេនិយាយពីបញ្ហាសុខភាពនិយាយពីការរស់នៅប្រចាំថ្ងៃចាហើយក៏គេហៅថាការហាត់ប្រាណការថែរក្សារាងកាយក៏ត្រូវតែយើងស្ដាប់ដែរព្រោះវ័យយើង40ជាងយើងត្រូវតែយល់ដឹងពីបញ្ហាសុខភាពឲ្យបានច្រើនចាហើយមួយទៀតនាងខ្ញុំចង់និយាយពីការរឿងស្ដាប់បែបធម៌អប់រំចិត្តហ្នឹងបងប្អូនគួរតែស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធពិតធម៌ពិតធម៌មែនគឺអប់រំយើងឲ្យចេះប្រើបញ្ញាឲ្យចេះប្រើការគិតក្នុងការរស់នៅប្រចាំថ្ងៃកាលណាយើងមានសតិរលឹកដឹងជារឿយចាបញ្ញាយើងរឹងមាំចាការរស់នៅប្រចាំថ្ងៃរបស់យើងនឹងបានល្អមែនទែនហើយយើងកាលណាយើងមានចំណេះដឹងច្រើនកាលណាយើងមានគេហៅថាការស្ដាប់នៅបុគ្គលដែលល្អច្រើនធ្វើឲ្យយើងនឹងមានគេហៅថាមានបញ្ញាក្នុងការដោះស្រាយរស់នៅនឹងឯងហើយអត់សូវមានមិនអាចប៉ះចំអ្នកបោកឲ្យយើងអញ្ចឹងណាព្រោះយើងស្ដាប់ច្រើនយើងស្ដាប់បុគ្គលនេះស្ដាប់បុគ្គលនោះទៅយើងអាចពេលខ្លះយើងក៏ដឹងថាម្នាក់នេះមានរបៀបបោកយ៉ាងណាដែរចាអញ្ចឹងការស្ដាប់ច្រើនការអានច្រើនមានផលប្រយោជន៍ច្រើនហើយជាការលើកទឹកចិត្តគួរតែអានមុនពេលចូលគេងឲ្យបាន20នាទីទៅចាគឺធ្វើបែបនេះគឺជួយនេះគេហៅថាខួរក្បាលរបស់យើងហ្នឹងវាគេហៅមានដំណើរការបិទថាខ្ញុំមិនចេះបកស្រាយតាមបែបជាសាស្ត្រតាមគ្រូពេទ្យទេប៉ុន្តែខ្ញុំបានអនុវត្តខ្លួនឯងហើយគឺធ្វើទៅវាបានផលមែនមុនពេលចូលគេងខ្ញុំអានសៀវភៅអាច10នាទី15ទៅ20នាទីជារឿយប្រចាំថ្ងៃបងប្អូនគ្នាគឺខួរក្បាលយើងនឹងល្អមែនតើចាដេកលក់ស្កប់ហើយអត់សូវមានបញ្ហាការគេហៅថាការរំខាននៅក្នុងការដេកវាថាយើងយល់សក់ច្រើនណាចាព្រោះភាគច្រើនឥឡូវបងប្អូនដឹងស្រាប់ហើយទូរស័ព្ទម្នាក់នៅក្បែរខ្លួនជានិច្ចហើយនេះខ្ញុំហាមឲ្យសូមមិនមែនជាការហាមគុំតែជាការចែកម្លែកពេលបងប្អូនចូលគេងចូលអីសូមដាក់ទូរស័ព្ទឲ្យឆ្ងាយពីខ្លួនព្រោះសម័យឥឡូវនេះទូរស័ព្ទសឹងតែដាក់ក្បែរក្បាលតែម្ដងចាអាចដាក់ឲ្យឆ្ងាយពីខ្លួនឬបិទអ៊ីនធឺណិតគឺជាការប្រសើរបងប្អូនដឹងស្រាប់ហើយក្រសួងតែងតែប្រកាសជារឿយរឿងនៅតាមក្នុងទូរស័ព្ទនឹងមានវិទ្យុសកម្មការវិទ្យុសកម្មតាមគេហៅថាតាមប្រព័ន្ធអ៊ីនធឺណិតក្តីតាមប្រព័ន្ធយើងបើកទូរស័ព្ទហ្នឹងក្តៅវាប៉ះពាល់ខួរក្បាលយើងវាប៉ះម្ដងតិចយើងអត់ដឹងទេចាអញ្ចឹងគួរតែជៀសវាងអ្វីដែលល្អគឺការអានសៀវភៅនឹងឯង
ហើយនេះខ្ញុំបានស្ដាប់នៅក្នុងពិខុសង្ឃដែលបានចែករំលែកតាមបណ្ដាញសង្គមដែរលោកថារៀនលះនៅក្តីកំណាញ់រៀនលះនៅការខឹងក្រោធហ្នឹងចាថតវាថាធ្វើយ៉ាងណាឲ្យខ្លួនឯងហ្នឹងកុំសំចិត្តខឹងសំការកំណាញ់សំចិត្តគុំគួនច្រើនណាកាលណាយើងសំអញ្ចឹងច្រើនធ្វើឲ្យចាស់ទៅហ្នឹងដូចវាកញ្ញាញ់ខួរចេះតែមនុស្សយើងបងប្អូននឹងស្រាប់ហើយមានអត់កាលណាយើងសំអីបានហ្នឹងតក់ពេញពុំសំទឹកបានទឹកសំទោសសាសបានទោសសាសសំរឿងល្អបានរឿងល្អអញ្ចឹងពេលដែលមានរឿងអីតូចតាចតិចតួចសុំគុំបដុំអីចារៀនរំសាយទៅហើយរៀនពិចារណាឲ្យបានច្រើនហើយបើអាចល្អស្ដាប់ធម៌អប់រំចិត្តបែបគេហៅថាធម៌ពិតធម៌មេរបស់ព្រះសម្មាសម្ពុទ្ធចាគឺរៀនមេរៀនអភិធម្មតែម្ដងអញ្ចឹងសម្រាប់ខ្ញុំត្រឡប់មកវិញមាន2ករណីគឺការអានក្នុងការអានសៀវភៅនោះត្រូវតែមានការស្ដាប់ផងដែរវាជួយជំនួយដល់គូក្បាលយើងហើយយើងត្រូវចេះជ្រើសរើសការស្ដាប់នឹងផងកុំតែស្ដាប់រឿងសោកក្អាយហួសហេតុពេកធ្វើឲ្យចិត្តយើងកើតតែលោភៈទេអាហ្នឹងវាអត់ល្អមែនទេចេះយើងស្ដាប់ហើយយើងចេះប្រើនេះគិតពិចារណាទៅវាឲ្យការគិតរបស់យើងកាន់តែចម្រើនជាងមុនហើយមួយទៀតគឺស្ថានធម៌ស្ដាប់ធម៌អប់រំចិត្តរៀនបន្ថយនៃការចិត្តខឹងកុំខឹងច្រើនពេករៀនបន្ថយខ្លួនឯងប៉ះរឿងតិចតួចរៀនអនុគ្រោះឲ្យទៅយើងរៀនអនុគ្រោះវាថាដូចសង្ឃថាសប្ដោចំពោះតែម្នាក់ហ្នឹងលោកទុកមកថាម្នាក់ហ្នឹងកូនយើងម្នាក់ហ្នឹងបងប្អូនយើងតែយើងអាចអនុគ្រោះបានអត់យើងអាចលើកលែងបានលើកលែងទៅកុំឲ្យវាមានអាការខ្លួនឯងហ្នឹងកាន់តែចងច្រើនវាគុំគ្នាវាថ្ងៃក្រោយវាអាចជាបែកខ្ទិះធ្វើឲ្យខួរក្បាលយើងពិបាកវិញទេចាសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអាចសាកល្បងអនុវត្តមើលថាតើវិធីសាស្ត្រដែលខ្ញុំនិយាយប្រាប់ទៅហ្នឹងវាមានប្រសិទ្ធភាពដែរអត់ចាអញ្ចឹងសូមអរគុណសូមជម្រាបលា